ការពីសប្តាហ៍មុនយើងឲ្យគាត់បាញ់លីតា1000ស្លឹកហើយនឹងអត្តរិទ្ធឬឥឡូវនេះយើងឃើញថាបានមួយសប្តាហ៍ហើយឥឡូវនេះឃើញថាស្រូវរបស់គាត់ដូរពណ៌ស្អាតមែនទែនពណ៌ឡើងកម្មៅក្រឹបអ្វីដែលយើងមើលឃើញពីចម្ងាយណាក្រុមការងារដំរីខៀវយើងបានចុះមកខាងស្រុកបុរីជលសាទៀតហើយគឺយើងមកថ្ងៃនេះគឺមកតាមដានការលូតលាស់ដំណាំស្រូវរបស់ប្រជាកសិករយើងដែលគាត់ប្រើប្រាស់ជីថ្នាំខាងដំរីខៀវការពីសប្តាហ៍មុនយើងឲ្យគាត់បាញ់លីតា1000ស្លឹកហើយនឹងអត្តរិទ្ធឬឥឡូវនេះយើងឃើញថាបានមួយសប្តាហ៍ហើយឥឡូវនេះឃើញថាស្រូវរបស់គាត់ដូរពណ៌ស្អាតមែនទែនពណ៌ឡើងកម្មៅក្រឹបអ្វីដែលយើងមើលឃើញពីចម្ងាយណាហើយយើងនឹងមកមើលទំហំដើមហើយនឹងប្រព័ន្ធឫសទាំងអស់គ្នាថាតើវាលូតលាស់ខ្លាំងបានកម្រិតណាអញ្ចឹងយើងមើលអំពីអត្ថប្រយោជន៍បន្ទាប់ពីប្រើប្រាស់ជីបានត្រឹមត្រូវហើយប្រភេទជីដែលវាជួយទៅដល់គុណភាពការលូតលាស់របស់ស្រូវរបស់យើងមើលជាទូទៅសំណាបរបស់យើងគឺយើងហៅថាស្រូវស្ថិតនៅក្នុងវគ្គសំណាបហ្នឹងពេលណាដែលវាទទួលបានអាហារពេញលេញគឺសុខភាពឫសយើងមើលសស្គុះអត់មានបញ្ហាប្រព័ន្ធឫសទេហើយឫសសទាំងអស់នឹងហើយជាប្រភេទឫសដែលវាស៊ីអាហារដើម្បីចាប់យកជីជាតិនៅក្នុងដីមកចិញ្ចឹមដងដើមរបស់វានេះអញ្ចឹងតែពេលណាប្រព័ន្ធឫសខ្លាំងប្រៀបបានដូចមនុស្សយើងដែលមានធ្មេញល្អអញ្ចឹងមានន័យថាតំពីអាហារបានល្អដើម្បីបញ្ជូនអាហារទាំងអស់ហ្នឹងចូលទៅក្នុងសរីរាង្គដើមនេះអញ្ចឹងមានន័យថាប្រើត្រូវគឺបែបហ្នឹងសស្ញាចតែម្ដងហើយឫសថ្មីដុះមកច្រើនទៀតអញ្ចឹងយើងមើលទំហំដើមក៏ថ្លោសស្អាតដែរផ្ទៃស្លឹកចាប់ផ្ដើមបែកហើយស្លឹកពណ៌បៃតងកម្មៅស្អាតណាអញ្ចឹងពេលដែលប្រើប្រាស់ជីត្រូវជាមួយនឹងមុខងារគឺទទួលបានអត្ថប្រយោជន៍ស្អាតបែបហ្នឹងអញ្ចឹងបន្ទាប់ពីប្រើរូបមន្តនេះតាម1000ស្លឹកហើយនឹងអត្តរាជឬរួចនៅវគ្គបន្ទាប់នេះគឺយើងឲ្យគាត់ប្រើប្រាស់ពពួកស្លឹកដើមល្អបូកជាមួយនឹងពពួកហ៊ុយមិចហ្គោលនៅវគ្គបន្ទាប់អាយុ25ថ្ងៃនេះម្ដងបាទអញ្ចឹងនៅក្នុងវគ្គមួយនេះគឺយើងមាន2រូបមន្តសម្រាប់ស្រូវរបស់គាត់ហើយនៅវគ្គបន្ទាប់យើងនឹងណែនាំឲ្យត្រូវជាមួយនឹងអាយុស្រូវរបស់គាត់បន្ថែមទៀតដែរបាទអញ្ចឹងយើងចាំមើលថាតើស្រូវវាប្រព័ន្ធឫសខ្លាំងកម្រិតណាដើមថ្លោសប៉ុណ្ណាហើយស្លឹកពណ៌បៃតងស្អាតកម្រិតណាយើងចាំមើលទាំងអស់គ្នា